head away បានជាឡានចិនទំនើបហើយថោកម្លេះខ្ញុំជូនបងប្អូន5ចំណុចធំហើយបងប្អូនអាចយកទៅសិក្សាស្វែងយល់ដោយខ្លួនឯងបានបាទបងប្អូនមិនបាច់ជឿខ្ញុំ 100% ពេកទេជាក់ស្ដែងដោយអា2គ្រឿងក្រោយខ្នងខ្ញុំនេះបាទទៅបាក់ទូថ្មីនេះដោយសារតែវាជាផលិតផលចិនបាទផលិតនៅក្នុងប្រទេសចិនទៅមានតម្លៃសរុបមកដល់ស្រុកខ្មែរតែ 80000 ជាងឬក៏ 90000 ជាងទេបងប្អូនអរគ្នា Leopard 8បាទ option flagship 7កៅអីបាទ option ខ្ពស់ហ៎បងប្អូនអរគ្នាអញ្ចឹងជាក់ស្ដែងឡាននេះបើសិនជាមិនមែនផលិតនៅចិនបាទមកពីអាមេរិកមកពីអាល្លឺម៉ង់អីតម្លៃមិនក្រៅ 20-30 ម៉ឺនទេបាទ option និយាយ2ថ្ងៃអត់អស់ទេឡាននេះគឺជាប្រភេទ full size SUV ទម្ងន់3តោនជាងផលិតកម្លាំងសេះបាន900 horsepower បាទម៉ាស៊ីន 2.0 លីត្រ turbo ហើយជាប្រភេទអគ្គិសនីលីសាំងបាទ plug-in hybrid ហើយស្រួលបើកបរមិនបាច់និយាយបងប្អូនអរគ្នាអញ្ចឹងងាកមកសំណួរបងប្រុសវិញបាទចំណុចទី1ឡានចិនថោកដោយសារការផលិតច្រើនបាទដោយសារនៅចិនមានរោងចក្រផលិតឡានធំច្រើនមែនតើបងប្អូនអរគ្នាហើយផលិតចំនួនច្រើនដែលធ្វើឲ្យថ្លៃដើមហ្នឹងគឺទាបខ្លាំងបងប្អូនដែលធ្លាប់ទិញអីវ៉ាន់ពីរោងចក្រផ្ទាល់បងប្អូនដឹងហើយយើងកំងកាន់តែច្រើនតម្លៃកាន់តែទាបអានេះគឺដូចគ្នាចំណុចទី2គឺថ្លៃពលកម្មនិងវត្ថុធាតុដើមទាបបាទដោយសារនៅចិនគឺមានវត្ថុធាតុដើមគ្រប់ប្រភេទបាទហើយកម្លាំងពលកម្មចិននៅក្នុងស្រុកគឺថោកខ្លាំងបើធៀបជាមួយនឹងអឺរ៉ុបហើយនិងជប៉ុនចំណុចទី3គឺរដ្ឋាភិបាលរបស់គេហ្នឹងគឺ support ខ្លាំងបងប្អូនអរគ្នាបាទគេផ្ដល់ជំនួយច្រើនពន្ធទាបហើយគ្រប់គ្រងការផលិតបច្ចេកវិទ្យាខ្លាំងមែនតើបាទពិសេសគឺទៅលើរថយន្តអគ្គិសនីចំណុចទី4ឡានចិនគឺចម្លងហើយនឹងអភិវឌ្ឍបច្ចេកវិទ្យាលឿនខ្លាំងហើយរហ័សជាក់ស្ដែងដូចXiaomiទិញ Tesla អញ្ចឹងបងប្អូនអរគ្នាបាទគាត់ទិញ Tesla យកទៅពិនិត្យយកទៅពិសោធន៍អីអញ្ចឹងទៅហើយដែលធ្វើឲ្យតម្លៃនៃការស្រាវជ្រាវហ្នឹងគឺតិចជាងក្រុមហ៊ុនចាស់ទៅទៀតទី5គឺយុទ្ធសាស្ត្រទីផ្សារដោយសារតែឡានចិនគឺចូលទីផ្សារបរទេសច្រើនបាទមិនមែននាំចូលតែខ្មែរនាំចូលតែអាស៊ីទេបាទគឺទៅដល់ណាក៏មានឡានចិនដែរឥឡូវហ្នឹងគឺស្ទើរតែពេញពិភពលោកហើយបងប្អូនអរគ្នាបាទអញ្ចឹងយុទ្ធសាស្ត្រទីផ្សាររបស់គេហ្នឹងគឺធ្វើម៉េចឲ្យឡានចិនហ្នឹងគឺទំនើប option អីក៏មានដែរដោយបងប្អូនឃើញស្រាប់ហើយឡានចិនគឺទំនើបខ្លាំងអញ្ចឹងទាំងទំនើបទាំងតម្លៃទាបទៅធ្វើឲ្យឡានចិនបច្ចុប្បន្នគឺមានអ្នកប្រើកាន់តែច្រើនទៅបាទអញ្ចឹងសម្រាប់សំណួរបងប្រុសបាទហេតុអីបានជាឡានចិនទំនើបហើយថោកហ្នឹងគឺខ្ញុំសូមជូនបងប្រុសប៉ុណ្ណឹងបើសិនជាបងប្អូនមានចង្អល់អីផ្សេងបងប្អូនអាចធ្វើការ comment នៅខាងក្រោមបាន